ថ្ងៃនេះខ្ញុំបានមកដល់មន្ទីរពេទ្យកុកសមៈហៅមន្ទីរពេទ្យលោកសង្ឃនៅរាជធានីភ្នំពេញដើម្បីមកព្យាបាលជំងឺលើសឈាមទឹកនោមផ្អែមរ៉ាំរ៉ៃខ្សោយកម្រងនោមខ្សោយក្រលៀនត្រូវការលាងឈាមណាបងប្អូនត្រូវការលាងឈាមប្រចាំហើយចាប់ពីថ្ងៃនេះទៅខ្ញុំត្រូវតែសន្សំលុយដើម្បីលាងឈាមតាមកាលណាត់របស់លោកគ្រូពេទ្យហេតុដូច្នេះហើយសូមឲ្យបងប្អូនជួយខ្ញុំដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់បងប្អូនមិត្តភ័ក្តិក្មួយប្រុសក្មួយស្រីសូមឲ្យជួយបន្តិចដើម្បីសន្សំលុយយកលុយលាងឈាមតាមកាលណាត់របស់លោកគ្រូពេទ្យសូមបងប្អូនមេត្តាអាណិតអាសូរមេត្តាករុណាជួយខ្ញុំដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់បងប្អូនផងណាទេណា